ជំរាបសួរអ៊ំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះម៉ាក់មកទៀតហើយចាគឺមករៀនធ្វើគុយទាវស្ងួតចាពុកម៉ែបងប្អូនចាមើលគ្រឿងផ្សំគេណាចាជាធម្មតាពុកម៉ែបងប្អូនខ្លះគាត់អាចจะធ្លាប់ញ៉ាំគុយទាវទឹកគុយទាវទូកអីអញ្ចឹងណាតែមួយចំនួនគាត់អាចจะមិនទាន់ស្គាល់ហើយក៏មិនទាន់បានហូបមិនទាន់បានសាកគុយទាវស្ងួតអញ្ចឹងមករៀនធ្វើទាំងអស់គ្នាជាមួយម៉ាក់ចាដំបូងឡើយម៉ាក់យកខ្ទឹមទៅដុំហើយរួចកញ្ច្រាំឲ្យវាល្អិតដើម្បីយកទៅបំពងចាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនមានខ្ទឹមខ្មែរយើងណាខ្ទឹមទូចហ្នឹងណាបំពងយកវាឈ្ងុយតែផ្ទះខ្ញុំអត់មានខ្ញុំដាក់ខ្ទឹមធំទៅចាកញ្ច្រាំអញ្ចឹងទៅបើកខ្ទះឲ្យក្តៅសិនចាច្រាំតទៅទៀតកញ្ច្រាំឡើងសាច់ដុំចាបន្ទាប់មកម៉ាក់ក៏ចាក់ខ្លាញ់ចាម៉ាក់ធ្វើអីមិនសូវជួយចិត្តដាក់ខ្លាញ់ច្រើនទេប៉ុន្តែធម្មតាខ្ទឹមពងគេតតែមានខ្លាញ់មានអីលាយខ្លះទៅណាអញ្ចឹងណាតែម៉ាក់មើលតាម YouTube ហើយទៅឃើញវាតំណងហើយទៅឃ្លានហូបពុកម៉ែបងប្អូនអើយម៉ាក់ញ៉ាំអស់ឡើង3ចាននិយាយមែននិយាយស៊ីនវាឆ្ងាញ់ហ៎អានេះរបស់ដែលម៉ាក់ជួយចិត្តហ្មងពងចឹងមកហើយចេញពីការងារយប់ហ្នឹងតែក៏អត់បានថតទេសភាពឲ្យពុកម៉ែបងប្អូនឃើញទេថតតែក្នុងផ្ទះហើយនេះតែប៉ុណ្ណេះបានហើយណាពុកម៉ែបងប្អូនកុំឲ្យលឿងជាងហ្នឹងខ្លាចវារវិញអីចឹងណាយើងក៏ហមប្រឹងចឹងមកចាំមើលម៉ាក់ឌុះខ្ទឹមឌុះអីវាហើយធ្វើអីទៀតចាប់ពីដើមធ្វើទឹកជ្រលក់ចាពុកម៉ែបងប្អូនទឹកជ្រលក់អានេះគេហៅស្អ៊ីវខ្មៅស្អ៊ីវផ្អែមគេពុកម៉ែបងប្អូនដាក់ទៅមួយវែកហ្នឹងចាអានេះអើយទឹកខ្មេះដាក់ផៃជាពីលព្រាបាយណាពុកម៉ែបងប្អូនចាបន្ទាប់មកអានេះអើយទឹកម្ទេសក៏ដាក់ផៃជាលព្រាបាយពីលព្រាបាយដូចគ្នាចាពុកម៉ែបងប្អូនកំតែចាក់បាក់ដល់ហើយមើលម៉ាក់ចាក់ឡើងចេញសាច់ដុំហើយចារហើយទៅដាក់ប្រេងខ្យងពីលព្រាបាយដែរកំតែប្រេងខ្យងម៉ាក់រៀងអស់ហើយនេះស្អ៊ីវទឹកស្អ៊ីវយើងធម្មតាណាដាក់ពីលព្រាបាយដូចគ្នាចាបងប្អូនបន្ទាប់មកយើងក៏ដាក់វែកដាក់ទឹកប្រហែលជា2វែកខ្ញុំថែមទៀតតើប្រហែលជាខ្ញុំថែម1វែក3វែកទាំងអស់បងប្អូនចាបន្ទាប់មកយើងក៏កាច់ជះដាក់បើកភ្លើងហើយគេហៅបើកភ្លើងតិចណាពុកម៉ែបងប្អូនកុំបខំពេកខ្លាចវាខ្លោចអញ្ចឹងណាហើយដាក់ស្ករពីលព្រាមកចាហើយក៏កូបើកភ្លើងតិចកុំបើកខ្លាំងចាពុកម៉ែបងប្អូនហើយក៏កូអញ្ចឹងមករហូតដល់បានពុះជាធម្មតាយើងដាក់ម្ទេសហុយចូលរួមណាកំតែខ្ញុំកូនក្មេងច្រើនអញ្ចឹងខ្ញុំមិនដាក់ទេម្ទេសហុយបន្ទាប់មកយើងក៏ដាក់ប៊ីចេងរ៉ូឌីតាមដែលរសជាតិដែលយើងចូលចិត្តនឹងមកចាបងប្អូនបំពៅមិនបាច់ដាក់ដោយសារយើងមានទឹកស្អ៊ីវទឹកត្រីប្រេងខ្យងអីវាមានរសជាតិប្រៃស្រាប់ហើយអញ្ចឹងមិនបាច់ដាក់ទៀតទេឥឡូវទឹកជ្រលក់យើងរួចរាល់ហើយដល់វាម៉ាក់ចាប់ពីដើមហាន់ខាណាកាទៀវស្ងួតมันអាចខ្វះបាននឹងគឺដើមខាណាមកពុកម៉ែបងប្អូនចាយកខាណាខ្ចីមកម៉ាក់លាងរួចហើយណាបញ្ជាក់ណាចាលាងរួចហើយសក់រួចហើយដោយសារពេលយប់អញ្ចឹងអត់បានថតទេក៏គឺលាងហើយអីហើយមកអង្គុយហាន់អញ្ចឹងមកបន្ទាប់មកក៏ហាន់សាច់ជ្រូកចាពុកម៉ែបងប្អូនសាច់ជ្រូកហាន់ប្រទេសស្ដើងទូចណាពុកម៉ែបងប្អូនចាព្រោះស្រួលទៅពេលយើងស្រុះទៅវាលះឆ្អិនអញ្ចឹងណាចារួចហើយដល់វគ្គហាន់ជីវ៉ាន់ស៊ុយហើយនឹងស្លឹកខ្ទឹមស្ដើងទុករយពីលើគុយទាវហ្នឹងចាឆ្ងាញ់ណាស់ខ្ញុំនិយាយមែនខ្ញុំអត់ដឹងថាជួនកាលពុកម៉ែបងប្អូនខ្លះគាត់អាចជាអត់ចំណូលអញ្ចឹងណាកុំតែខ្ញុំរបស់ជួយចិត្តហ្នឹងនិយាយពីឆ្ងាញ់រួចហើយខ្ញុំយកខ្ទះដែលថាធ្វើកំពងខ្ទឹមហ្នឹងឯងមានជាតិខ្លាញ់មានអីហើយទៅក៏ដុំរឹសជីវ៉ាន់ស៊ុយដាក់ហើយក៏ដាក់រ៉ូឌីបន្តិចទៅឲ្យមានជាតិហើយក៏ដាក់ដល់វគ្គបងហើយបងដើមខាណាចូលទៅយើងស្រុះបងប្អូនដូចយើងស្រុះគុយទាវធម្មតាហ្នឹងឯងចាស្រុះឲ្យឆ្អិនណាឲ្យត្រឡប់មកវាឆ្អិនណាបញ្ជាក់អាទឹកដែលយើងដាំហ្នឹងគេចាក់ខ្លាញ់បន្តិចហើយដាក់រ៉ូឌីបន្តិចដើម្បីឲ្យមានរសជាតិហើយយកជីវ៉ាន់ស៊ុយយើងដុំដាក់ឲ្យក្អូបឈ្ងុយណែស្រង់បន្លែrồiហើយយើងមានប្រហិតណាពុកម៉ែបងប្អូនប្រហិតហ្នឹងក៏សាច់ជ្រូកដែលយើងហាន់ត្រៀមទុកហ្នឹងចាដាក់មកកូឲ្យវាឆ្អិនមកទឹកវាពុះខ្លាំងហើយសាច់ជ្រូកយើងក៏ហាន់ស្ដើងទៀតបន្ទាប់មកខ្ញុំក៏ដាក់កាទៀវកុំតែពុកម៉ែបងប្អូនមើលកញ្ច្រែងខ្ញុំនឹងវាទួយពេកហើយវាបាក់ទៀតពេកអញ្ចឹងទៅដាក់ក្នុងហ្នឹងបដ ாய் ទៅបន្ទាប់មកក៏ស្រង់ចេញមកចាឃើញទេរួចរាល់ហើយបន្ទាប់មកម៉ាក់បាត់សិនហើយក៏យកទឹកជ្រលក់ដែលយើងធ្វើហ្នឹងរោយពីលើ
បន្ទាប់មកយើងក៏យកសណ្តែកដីដែលយើងបុកហ្នឹងដាក់មករួចហើយខ្ទឹមបំពងយើងដាក់ពីលើមកខ្ញុំនឹកឃើញហើយកាទៀវស្ងួតហ្នឹងស្តៀងកាទៀវឆាប្រទេសខ្មែរយើងហ្នឹងពុកម៉ែបងប្អូនស្តៀងគ្នាគ្រាន់តែថានេះយើងយកកាទៀវសរសៃកាទៀវធម្មតាមកដាក់តែបញ្ជាក់ណាពុកម៉ែបងប្អូនធ្វើស្រង់ភ្លាមក្តៅភ្លាមដាក់ទឹកជ្រលក់ឲ្យកូភ្លាមមិនអញ្ចឹងទេវាស្ងួតវាកកដុំអញ្ចឹងណាឃើញទេពុកម៉ែបងប្អូននេះអូយឆ្ងាញ់ណាស់អ្នកម៉ាក់បញ្ចូលសម្លេងម្ដងធ្វើមិនសឹមមិញឥឡូវមកបញ្ចូលថ្ងៃនេះមានអារម្មណ៍ថាឃ្លានចង់ញ៉ាំទៀតឥឡូវណាត់គ្នាឲ្យថាធ្វើញ៉ាំទៀតឡើយឆ្ងាញ់ណាស់មួយមុខយ៉ាប់ម្លេះទៅលោកព្រះឲ្យមើល model ញ៉ាំសិនមើលម៉ាក់ញ៉ាំសិនហើយចាំមើលគេនិយាយពីសុភគុណគេមុននឹងនិយាយសុំដាក់សិននិយាយពីឆ្ងាញ់មែនណាពុកម៉ែបងប្អូនយករូបមន្តញ៉ាំយករូបមន្តម៉ាក់ទៅធ្វើបានញ៉ាំហើយងាយទៀតគ្រឿងផ្សំងាយធ្វើក៏ងាយដែរមានអីពិបាកទេស្ដាប់គាត់និយាយឆ្ងាញ់អើយហើយគេប្រាប់ថាជប់ថតហើយកុំអាមើលអូឆ្ងាញ់ណាស់អីចឹងណាឆ្ងាញ់ថ្ងៃហ្នឹងអស់3ចានពុកម៉ែបងប្អូនឡើងតឹងពោះផ្អែសហើយអត់មានអីទៀតទេជាចុងក្រោយក៏សូមអរគុណជម្រាបលាចាជួបគ្នានៅវីដេអូក្រោយទៀតណាចាបាយបាយ